រដ្ឋាភិបាលជប៉ុនបានចេញមុខប្រកាសអាសន្ននិងត្រៀមបញ្ចេញកញ្ចប់លុយដ៏មហាសាលដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិក្នុងគ្រាមានសង្គ្រាមនេះហើយដោយទីក្រុងតូក្យូបានឈានទៅដល់ដំណាក់កាលប្រើប្រាស់អាវុធចុងក្រោយរបស់ខ្លួនចំពេលប្រេងនាំចូលពីដើមបូព៌ាត្រូវបានបិទទាំងស្រុងនាយករដ្ឋមន្ត្រីលោកស្រីតាកៃឈីបានដាក់គោលដៅធំបំផុតគឺការទប់ស្កាត់អតិផរណាការឡើងថ្លៃនៃទំនិញនិងជួយដល់ប្រជាជនជប៉ុនដែលកំពុងតែរងគ្រោះដោយសារតែតម្លៃថាមពលហក់ឡើងខ្ពស់កប់ពពកឥឡូវនេះយើងទៅមើលយុទ្ធសាស្ត្រជប៉ុនដែលទប់ស្កាត់ទំនិញឡើងថ្លៃសិនតើជប៉ុនមានយុទ្ធសាស្ត្របែបណាយោងតាមគេហទំព័រ Reuters ដែលបានចេញផ្សាយនៅថ្ងៃទី8មីនាបានកត់សម្គាល់នាយករដ្ឋមន្ត្រីលោកស្រីសាណៃតាកៃអ៊ីឈីបានបញ្ជាឲ្យត្រៀមបញ្ចេញប្រេងបំរុងយុទ្ធសាស្ត្រប្រហែល500លានបារ៉ែលនៅថ្ងៃទី8មីនាដែលសុទ្ធតែជាប្រេងឆៅដែលអាចឲ្យជប៉ុនដកដង្ហើមបានក្នុងរយៈពេល9ខែទៀតរដ្ឋាភិបាលជប៉ុនបានដឹងច្បាស់ថាប្រសិនបើសង្គ្រាមអូសបន្លាយពេលលើសពីនេះហើយច្រកសមុទ្រអូម៉ូសនៅតែបន្តបិទគប់នោះសេដ្ឋកិច្ចជប៉ុននឹងត្រូវដួលរលំទាំងស្រុងនៅពេលដែលប្រេងបំរុងត្រូវអស់ពីឃ្លាំងដែលការនាំចូលប្រេងទាំងស្រុងប្រមាណ 95% ចេញពីដើមបូព៌ាអ្វីកាន់តែអស្ចារ្យនោះគឺរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបញ្ចេញកញ្ចប់ថវិការដ្ឋមកជួយឧបត្ថម្ភលើតម្លៃសាំងនិងថាមពលដើម្បីទប់ស្កាត់មិនឲ្យទំនិញឡើងថ្លៃដល់ពលរដ្ឋទោះបីជាត្រូវចំណាយប្រាក់រាប់រយពាន់លានដុល្លារក៏ដោយនេះបើយោងតាម Reuters ដែលបានចេញផ្សាយនៅថ្ងៃទី9មីនាស្របពេលជាមួយគ្នានេះដែរមេដឹកនាំបកប្រឆាំងនិងអ្នកបច្ចេកទេសជប៉ុននៅថ្ងៃទី9មីនាតាមរយៈគេហទំព័រ Economic Times បានដាក់សំណើដ៏រសើបបំផុតមួយទៅកាន់រដ្ឋាភិបាលគឺការបើកដំណើរការរោងចក្រអគ្គិសនីនុយក្លេអ៊ែរឡើងវិញជាបន្ទាន់នេះគឺជាការសម្រេចចិត្តដ៏ពិបាកបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ជប៉ុនព្រោះតាំងពីគ្រោះមហន្តរាយ Fukushima នៅក្នុងឆ្នាំ2011មករោងចក្រនុយក្លេអ៊ែរស្ទើរតែទាំងអស់ត្រូវបានបិទចោលដោយសារតែក្តីបារម្ភពីសុវត្ថិភាពប៉ុន្តែក្នុងស្ថានភាពដែលប្រេងឡើងថ្លៃកប់ពពកនិងការផ្គត់ផ្គង់ត្រូវកាត់ផ្តាច់ជប៉ុនគ្មានជំរើសក្រៅពីងាកទៅរកថាមពលនុយក្លេអ៊ែរដើម្បីបង្កើតអគ្គិសនីជំនួសឲ្យការប្រើប្រាស់ប្រេងនិងហ្គាសដែលកំពុងតែខ្វះខាតនោះការប្រឈមមុខរវាងការបារម្ភពីរឿងអតីតកាលនិងតម្រូវការជាក់ស្ដែងក្នុងគ្រាសង្គ្រាមកំពុងធ្វើឲ្យជប៉ុនស្ថិតនៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរការបញ្ចេញប្រេងបំរុងប្រើបាន9ខែគ្រាន់តែជាការទិញពេលវេលាប៉ុណ្ណោះប៉ុន្តែការបើករោងចក្រនុយក្លេអ៊ែរឡើងវិញទើបជាខែលការពារពិតប្រាកដដែលអាចធ្វើឲ្យជប៉ុនរស់រានពីវិបត្តិថាមពលសកលនេះបានមកដល់ត្រង់ចំណុចនេះយើងសង្កេតឃើញថាយុទ្ធសាស្ត្រមាស3យ៉ាងរបស់ជប៉ុនរួមមានការប្រើប្រាស់ប្រេងបំរុងការបើករោងចក្រនុយក្លេអ៊ែរនិងការសុខចិត្តខាតលុយរដ្ឋដើម្បីទប់តម្លៃទំនិញបានក្លាយជាមេរៀនដ៏សំខាន់សម្រាប់ពិភពលោកហើយក៏ជាពេលដែលជប៉ុនកំពុងតែតតាំងក្នុងសមរភូមិសេដ្ឋកិច្ចដើម្បីធានាថាពលរដ្ឋរបស់ខ្លួននឹងមិនត្រូវរងគ្រោះដោយសារភ្លើងសង្គ្រាមដែលខ្លួនមិនបានបង្កឡើយនេះឬជាផ្លូវក្រោយសម្រាប់មហាអំណាចនៅអាស៊ីខ្ញុំសំអាងវណ្ណៈ True Insider